chi về sách cứ lô đom này tôi nói cả ban bình chia từ tamផ្នែកជំនាញអធិការក្រុងស្រុកប៉ុស្តិ៍ក៏បានរដ្ឋបាលគឺមិនអនុញ្ញាតលើកលែងហើយមិនទទួលយកអន្តរាគមន៍ណាមួយដើម្បីដោះលែងក្មេងទំនើងឲ្យរួចផុតពីបទចោទទេបាទពាក់ព័ន្ធនឹងក្មេងទំនើងនេះគឺយើងដឹងទាំងអស់គ្នាហើយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាអាដាមភិសន្តិបណ្ឌិតសសុខាបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាដាមនាយឧត្តមសេនីយ៍សថេរអគ្គស្នងការគោលបាលជាតិហើយនៅថ្នាក់ខេត្តគឺមានអាដាមអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តគឺលោកបានដាក់ចេញនៅបទបញ្ជាយ៉ាងតឹងរ៉ឹងជាពិសេសគឺលោកដំនៃតោស្នងការបានបញ្ជាទៅតាមផ្នែកជំនាញអធិការក្រុងស្រុកប៉ុស្តិ៍ក៏បានរដ្ឋបាលគឺមិនអនុញ្ញាតលើកលែងហើយមិនទទួលយកអន្តរាគមន៍ណាមួយដើម្បីដោះលែងក្មេងទំនើងឲ្យរួចផុតពីបទចោទទេបាទបានន័យថាគឺយើងធ្វើកសាងសំណុំរឿងតាមទោសកំហុសតាមសកម្មភាពដែលក្មេងទំនើងបានប្រព្រឹត្តគឺយើងអត់មានការលើកលែងទេគឺយើងអនុវត្តវិធានការច្បាប់ 100% បាទនេះជាគោលការណ៍ដឹកនាំរបស់លោកឧត្តមនាយតោស្នងការអនុវត្តតាមបទបញ្ជានិងការណែនាំផ្សេងៗពីថ្នាក់ដឹកនាំបើនិយាយពីប្រវត្តិសាស្ត្រនៅកម្ពុជាយើងគឺខេត្តតាកែវនេះគឺជាខេត្តដែលបង្កើតទឹកដីមុនគេបង្កើតទឹកដីប្រជាណាចក្រកម្ពុជាមុនគេហៅនគរគោកធ្លកអញ្ចឹងប្រជាពលរដ្ឋដែលចេញពីខេត្តតាកែវក៏សិតតែជាអ្នកខ្លាំងដែរបាទសិតតែជាអ្នកខ្លាំងដែរអញ្ចឹងនៅទីនេះក្នុងនាមបើសិនជាយើងជាខេត្តដែលជាទឹកដីចំណាស់នៅក្នុងដែលកកើតប្រជាណាចក្រកម្ពុជាមុនគេក្នុងនេះក៏សូមឲ្យប្រជាពលរដ្ឋដែលគេហៅថាជាខេត្តជាពលរដ្ឋនោះរស់នៅខេត្តដែលមានវ័យចំណាស់ជាងគេនេះសូមឲ្យយកចិត្តទុកដាក់ទៅលើរក្សាបាននៅវប្បធម៌ប្រពៃណីបាទទំនៀមទម្លាប់អ្នកខេត្តដែលមានវ័យចំណាស់ក្នុងនោះនិយាយឲ្យចំនោះចង់ធ្វើជាគំរូបានន័យថាធ្វើជាគំរូឲ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដើម្បីធ្វើម៉េចអ្នកដែលបានន័យថាអ្នកចេញពីខេត្តតាកែវទៅគឺថាអ្នកដែលពោពេញដោយសមត្ថភាពអ្នកពោពេញដោយចំណេះដឹងអ្នកពោពេញដោយបទពិសោធន៍បាទហើយជាគំរូប្រជាពលរដ្ឋល្អបាទជាពលរដ្ឋល្អជៀសវាងបាននៅអំពើទាំងឡាយដែលសង្គមស្អប់ខ្ពើមជាបាននៅគ្រឿងញៀនជាបាននៅក្មេងទំនើងជាបាននៅសកម្មភាពអសកម្មទាំងឡាយនៅក្នុងមូលដ្ឋានខេត្តជាពិសេសគឺយុវជនជំនាន់ក្រោយនេះឯងត្រយងនាំសារពិតគ្រប់ទីកន្លែង